សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកជួបគ្នាទៀតហើយថ្ងៃនេះយើងមើលសម្រាប់ថ្ងៃ Valentine Day ថាថ្ងៃ Valentine Day នេះអ្នកទាំងអស់គ្នាទទួលបានការស្រឡាញ់ដែរឬទេនៅក្នុងថ្ងៃហ្នឹងតើអ្នកទាំងអស់គ្នាអាចទទួលបានការស្រឡាញ់ពីមនុស្សជុំវិញខ្លួនអ្នកទាំងអស់គ្នាដែរឬទេឬក៏មនុស្សដែលជាទីស្រឡាញ់បានទេសម្រាប់នៅក្នុងនេះមើលឃើញថាបងប្អូនទាំងអស់គ្នាអានថាពាក់ព័ន្ធជាមួយនៅក្នុងថ្ងៃ Valentine Day នេះអ្នកទាំងអស់គ្នារៀងមានការមានញឹកក្នុងរឿងការងាររបស់បងប្អូនទាំងអស់គ្នាបន្តិចហើយមិនត្រឹមតែប៉ុណ្ណោះទៀតគឺអានថាបើសិនជាមានមនុស្សចូលមកពាក់ព័ន្ធនឹងស្នេហាគឺថានៅក្នុងនេះមនុស្សម្នាក់នេះគឺថាអានថាមានការចូលមកឬក៏មានការចេញទៅគឺដោយអត់មានអីហាមឃាត់បានទេដូច្នេះហើយនៅក្នុងនេះមើលឃើញថាសម្ព័ន្ធភាពរបស់បងប្អូនទាំងអស់គ្នាបើសិនជានិយាយពីស្នេហាគឺកំពុងតែមានការអភិវឌ្ឍទៅមុខលឿនប៉ុន្តែបើអ្នកទាំងអស់គ្នានឹងគឺជាមនុស្សស្រីគឺថានឹងអាចបានជួបគូស្នេហ៍បងប្អូនទាំងអស់គ្នាហើយមនុស្សហ្នឹងនឹងផ្ដល់ក្តីស្រឡាញ់ឲ្យអ្នកហើយក្នុងនឹងផងដែរមនុស្សម្នាក់ហ្នឹងគឺជាមនុស្សដែលមានឋានៈទូនាទីនៅក្នុងរឿងការងារផងដែរគេមានទូនាទីនៅក្នុងការទទួលខុសត្រូវច្រើនពាក់ព័ន្ធជាមួយនឹងការងារអានថានៅក្នុងថ្ងៃ Valentine Day នេះគឺថាបងប្អូនទាំងអស់គ្នាអាចនឹងមានជំរឿសច្រើននៅក្នុងការជ្រើសរើសពាក់ព័ន្ធជាមួយរឿងស្នេហាដូច្នេះហើយនឹងមានស្នេហាចូលមករកអ្នកទាំងអស់គ្នានៅក្នុងនេះគឺថាអ្នកទាំងអស់គ្នាមានជំរឿសឲ្យជ្រើសរើសប៉ុន្តែមិនមែនជាមនុស្សដែលល្អទាំងអស់ទេនៅក្នុងនេះគឺមានមនុស្សលាយឡំគ្នាទាំងអស់ដូច្នេះហើយចូលជ្រើសរើសដោយប្រុងប្រយ័ត្នដើម្បីអ្នកទាំងអស់គ្នាទទួលបានមនុស្សដែលល្អដែលអ្នកទាំងអស់គ្នាស្រឡាញ់ពេញចិត្តតើមានអ្វីពិសេសចូលមករកអ្នកទាំងអស់គ្នាទៀតដែរទេនៅក្នុងថ្ងៃ Valentine Day នេះនៅក្នុងថ្ងៃនេះនៅក្នុងថ្ងៃ Valentine Day នេះបងប្អូនទាំងអស់គ្នាអាចនឹងទទួលបានរឿងល្អខ្លាំងមែនទែនពាក់ព័ន្ធជាមួយរឿងលុយកាក់អ្នកទាំងអស់គ្នានឹងទទួលបានលុយកាក់ចូលមករកអ្នកទាំងអស់គ្នាច្រើនជាងសពមួយដងនៅក្នុងថ្ងៃហ្នឹងដូច្នេះហើយការខិតខំប្រឹងប្រែងរបស់បងប្អូនទាំងអស់គ្នានៅពេលកន្លងមកគឺកំពុងតែហុចផលហុចផ្លែផ្កាដល់បងប្អូនទាំងអស់គ្នាហើយដូច្នេះហើយធ្វើឲ្យបងប្អូនទាំងអស់គ្នាមានការសប្បាយចិត្តមានការរីករាយនៅក្នុងការទទួលផលនៅក្នុងអំឡុងពេលហ្នឹងខ្លាំងមែនទែនហើយមិនត្រឹមតែប៉ុណ្ណោះមើលឃើញថាបងប្អូនទាំងអស់គ្នានឹងមានឱកាសក្នុងការទទួលបានលុយកាក់ចូលមកច្រើនមានទាំងឋានៈទូនាទីគង់វង្សទៀតផងនៅក្នុងអំឡុងពេលហ្នឹងដូច្នេះហើយមានភាពរីករាយមែនទែននៅក្នុងថ្ងៃ Valentine Day ពាក់ព័ន្ធជាមួយរឿងលុយកាក់របស់បងប្អូនទាំងអស់គ្នានៅក្នុងអំឡុងពេលហ្នឹងដូច្នេះហើយយើងមកមើលទៀតថាតើមានអ្វីពិសេសចូលមកទៀតសម្រាប់អ្នកនៅក្នុងថ្ងៃ Valentine Day នេះនៅក្នុងនេះមើលឃើញថាបងប្អូនទាំងអស់គ្នាមានការតស៊ូអត់ធ្មត់ខ្លាំងជាមួយនឹងបញ្ហាជាមួយនឹងឧបសគ្គដែលបានចូលមកនៅក្នុងជីវិតអ្នកទាំងអស់គ្នានៅក្នុងនេះគឺអានថាជីវិតបងប្អូនទាំងអស់គ្នាផ្ទាល់គឺជាមនុស្សដែលមានការតស៊ូអត់ធ្មត់នៅក្នុងជីវិតខ្លាំងមិនមែនអ្នកទាំងអស់គ្នាបានអ្វីដែលស្រួលចូលមកក្នុងជីវិតអ្នកទាំងអស់គ្នាឡើយដូច្នេះហើយមើលឃើញថាបងប្អូនទាំងអស់គ្នានៅពេលនេះមានភាពរឹងមាំខ្លាំងមែនទែនអ្វីដែលអ្នកទាំងអស់គ្នាបង្ហាញឲ្យមនុស្សជុំវិញខ្លួនអ្នកទាំងអស់គ្នាបានឃើញបានដឹងគឺភាគច្រើនគឺជាភាពរឹងមាំមិនមែនផាក់បង្ហាញភាពឈឺចាប់ភាពទុក្ខសោកដែលអ្នកទាំងអស់គ្នាមានឡើយមិនមែនអ្នកទាំងអស់គ្នាមិនមានអំពីទុក្ខសោកទាំងឡាយទាំងពួងហ្នឹងឯងគឺមានគ្រាន់តែថាអ្នកទាំងអស់គ្នាអត់ចាំបាច់បង្ហាញពីអ្វីដែលអ្នកទាំងអស់គ្នាលំបាកឲ្យគេបានឃើញទេពីព្រោះអ្នកទាំងអស់គ្នានៅក្នុងអំឡុងពេលនេះគឺអ្នកទាំងអស់គ្នាចាំបាច់ត្រូវតែរឹងមាំតស៊ូអត់ធ្មត់ពីព្រោះអ្នកទាំងអស់គ្នាមានទំនួលខុសត្រូវនៅក្នុងក្រុមគ្រួសាររបស់អ្នកទាំងអស់គ្នាអត់អាចយកភាពទន់ខ្សោយឬក៏ភាពទន់ជ្រាយអ្វីដែលពិបាកយកមកដាក់មុខនៅក្នុងជីវិតអ្នកទាំងអស់គ្នាឡើយពីព្រោះនៅក្នុងពេលនេះជាពេលវេលាមួយដែលអ្នកទាំងអស់គ្នា
ត្រូវទំនួលខុសត្រូវច្រើននៅក្នុងក្រុមគ្រួសាររបស់អ្នកដូច្នេះហើយមើលឃើញថាបងប្អូនទាំងអស់គ្នាមានភាពរឹងមាំខ្លាំងមែនទែនមិនថាមានបញ្ហាមានឧបសគ្គនៅក្នុងជីវិតចូលមកក្នុងជីវិតអ្នកទាំងអស់គ្នាច្រើនយ៉ាងណាក៏ដោយក៏អ្នកទាំងអស់គ្នាអាចតស៊ូអត់ធ្មត់ជាមួយនឹងបញ្ហាទាំងអស់នឹងបានផងដែរដូច្នេះហើយមើលឃើញថានៅក្នុងថ្ងៃ14កុម្ភៈនេះអ្នកទាំងអស់គ្នានឹងទទួលបានក្តីស្រឡាញ់ពីមនុស្សប្រុសដែលចូលមកក្នុងជីវិតអ្នកទាំងអស់គ្នាឬក៏បើអ្នកទាំងអស់គ្នាគឺជាមនុស្សស្រីនឹងទទួលបានមនុស្សបែបហ្នឹងចូលមកក្នុងជីវិតអ្នកហើយមើលនៅក្នុងនេះផងដែរមើលឃើញថាអ្នកទាំងអស់គ្នាក៏មានជំរឿសក្នុងការជ្រើសរើសដែរនៅក្នុងថ្ងៃ Valentine Day នេះពាក់ព័ន្ធជាមួយរឿងស្នេហាអ្នកទាំងអស់គ្នាមានជំរឿសក្នុងការជ្រើសរើសពីព្រោះអានថាគេមើលមកឃើញអ្នកទាំងអស់គ្នាមានភាពតាក់ទាញខ្លាំងឬក៏ជាមនុស្សដែលគួរឲ្យស្រឡាញ់ដូច្នេះហើយនៅក្នុងនេះអ្នកទាំងអស់គ្នាអាចនឹងបានជួបមនុស្សដែលត្រូវចិត្តអ្នកទាំងអស់គ្នាច្រើនដែរហើយមិនត្រឹមតែប៉ុណ្ណោះទៀតអ្នកទាំងអស់គ្នាក៏កំពុងតែមានការស្នេហ៍ចិត្តជ្រើសរើសយកនរណាម្នាក់ដើម្បីរួមដំណើរជីវិតបងប្អូនទាំងអស់គ្នាទៅថ្ងៃអនាគតផងដែរដូច្នេះហើយមើលឃើញថាល្អមែនទែនបងប្អូនទាំងអស់គ្នាទោះបីយ៉ាងណាក៏ដោយក៏អ្នកទាំងអស់គ្នាមានជំរឿសក្នុងការជ្រើសរើសពាក់ព័ន្ធជាមួយរឿងស្នេហាមួយនឹងដែរហើយអ្វីដែលពិសេសទៀតនោះមើលឃើញថាអ្នកទាំងអស់គ្នានឹងទទួលបានលុយកាក់ចូលមកច្រើនមែនទែននៅក្នុងថ្ងៃ Valentine Day ហ្នឹងពាក់ព័ន្ធជាមួយរឿងលុយកាក់អ្នកទាំងអស់គ្នាទទួលបានលុយកាក់ចូលមកច្រើនហើយមិនត្រឹមតែប៉ុណ្ណោះទៀតការខិតខំប្រឹងប្រែងរបស់បងប្អូនទាំងអស់គ្នាខិតខំកន្លងមកហ្នឹងគឺមិនមែនអត់ប្រយោជន៍ទេនៅក្នុងពេលហ្នឹងគឺកំពុងតែផ្ដល់ផលដល់បងប្អូនទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាអាចទទួលបានលុយកាក់ច្រើនជាងសពមួយដងនៅក្នុងថ្ងៃហ្នឹងហើយមិនត្រឹមតែប៉ុណ្ណោះទៀតមើលឃើញថាបងប្អូនទាំងអស់គ្នាក៏មានភាពរីករាយមានការសប្បាយចិត្តនៅក្នុងឋានៈទូនាទីរឿងលុយកាក់បងប្អូនទាំងអស់គ្នាផងដែរដូច្នេះអាចទទួលបានឋានៈពងខ្ពស់និងមានឋានៈគង់វង្សពាក់ព័ន្ធជាមួយរឿងលុយកាក់ប៉ុន្តែនៅក្នុងហ្នឹងទម្រាំអ្នកទាំងអស់គ្នាទទួលបានផលល្អៗទាំងអស់ហ្នឹងចូលមកក្នុងជីវិតអ្នកហ្នឹងគឺថាអ្នកទាំងអស់គ្នាមានការទទួលបានការតស៊ូអត់ធ្មត់ច្រើននៅក្នុងជីវិតអ្នកទាំងអស់គ្នាមិនមែនអ្នកទាំងអស់គ្នាទទួលបានរឿងទាំងអស់ហ្នឹងដោយស្រួលទេដូច្នេះហើយនៅក្នុងថ្ងៃ Valentine Day នេះមើលឃើញថាបងប្អូនទាំងអស់គ្នាទទួលបានសពគ្រប់បែបយ៉ាងតែម្ដងគ្រប់រសជាតិគ្រប់សន្តានបែបមានទាំងការងារមានទាំងលុយកាក់មានទាំងស្នេហាគឺចូលមកទាំងព្រមសម្រាប់បងប្អូនទាំងអស់គ្នាជាហេតុធ្វើបងប្អូនទាំងអស់គ្នាមានអារម្មណ៍ថាការខិតខំប្រឹងប្រែងរបស់បងប្អូនទាំងអស់គ្នាមិនមែនអត់ប្រយោជន៍ទេដូច្នេះហើយពេលខ្លះអ្នកទាំងអស់គ្នាពីមុនគិតថាអ្នកទាំងអស់គ្នារៀងមានការអន់ចិត្តពីព្រោះអ្នកទាំងអស់គ្នាមានការលំបាកច្រើននៅក្នុងជីវិតអត់ដឹងថាពេលណាអ្នកទាំងអស់គ្នាត្រូវទទួលបានលទ្ធផលល្អពាក់ព័ន្ធជាមួយរឿងទាំងអស់ហ្នឹងឯងប៉ុន្តែនៅក្នុងនេះអានថាអ្នកទាំងអស់គ្នាមើលឃើញច្បាស់ថាការខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នានៅពេលកន្លងមកនេះកំពុងតែផ្ដល់ផលដល់បងប្អូនទាំងអស់គ្នាហើយដូច្នេះហើយអ្នកទាំងអស់គ្នាក៏មានភាពរីករាយនៅក្នុងការទទួលយកផងដែរចំពោះការងារលុយកាក់និងស្នេហាដែលចូលមករកអ្នកទាំងអស់គ្នានៅក្នុងពេលហ្នឹងដូច្នេះហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់ផងដែរពីអត្ថន័យនៃវីដេអូមួយនេះសម្រាប់បងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃ Valentine Day អរគុណច្រើនដល់បងប្អូនទាំងអស់គ្នាដែលចូលតាមដានទស្សនាវីដេអូនេះជូនពរបងប្អូនទាំងអស់គ្នាជោគជ័យក្នុងរឿងការងាររឿងលុយកាក់និងរឿងស្នេហាផងដែរអ្វីជាពិសេសសម្រាប់ថ្ងៃ14កុម្ភៈនេះជូនពរបងប្អូនទាំងអស់គ្នាមានសេចក្តីសុខនៅក្នុងក្រុមគ្រួសារបានជួបមនុស្សជាទីស្រឡាញ់របស់បងប្អូនទាំងអស់គ្នាហើយប្រាថ្នាអ្វីសូមបានសម្រេចដោយបំណងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតចាអរគុណ